ហើយថ្ងៃនេះដែរគឺខ្ញុំចូលមកតាមដានចំការរបស់បងប្រុសបាទដែលជាអតិថិជនដែលបានប្រើប្រាស់ទៅលើជីថ្នាំរបស់យើងតាំងពីវិជ្ជាការរហូតដល់បាទក្តឹបស្វាយរបស់គាត់វ័យប្រទេសបាទដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងយើងសួរនាំព័ត៌មានពីគាត់ខ្លះៗបាទបងជម្រាបសួរជាដំបូងខ្ញុំសូមឲ្យបងណែនាំឈ្មោះក៏ដូចជាទីតាំងដែលបងធ្វើស្វាយខ្ញុំបាទឈ្មោះសិទ្ធស្រស់ទីតាំងខ្ញុំដែលនៅភ្នំជ្រូកហៅភូមិកូនភ្នំខេត្តប៉ៃលិនសង្កាត់អូតាវ៉ៅហើយខ្ញុំចាប់អារម្មណ៍ថាចំពោះស្វាយរបស់បងឯងផ្លែវាស្អាតភ្លឺរលោងបាទអញ្ចឹងចំនួននៃការបាញ់យើងបានបាញ់ដូចជើងហើយដែរហើយចំពោះបាទគុណភាពនៃជីថ្នាំរបស់យើងដែលបងសាឡបងប្រើប្រាស់នៅក្នុងឆ្នាំនេះបងយកយ៉ាងណាដែរអាចថាទទួលយកបានអញ្ចឹងឆ្នាំនេះណាព្រោះអត់ដែលបានប្រើឆ្នាំសញ្ញារូបដំរីទេបាទទៅប្រើឆ្នាំនេះទៅប្រើឆ្នាំនេះបាទអញ្ចឹងចំពោះក្តឹបវ័យប៉ុណ្ណេះវគ្គចុងក្រោយហ្នឹងគឺយើងបានប្រើទៅលើរូបមន្តបាទមួយចំនួនដែលខ្ញុំបានណែនាំឲ្យបងរយៈពេលដែលយើងបាញ់ចូលជាង10ថ្ងៃជាងហើយបងណាបាទហើយចំពោះរូបមន្តដែលខ្ញុំបានណែនាំឲ្យគាត់ប្រើនៅក្នុងវគ្គមុនគឺមានដំរីប៉ូកាបាទចំនួន2គីឡូបូកជាមួយនឹងស្ដេចប្រកាន់ផលចំនួន250មីលីលីត្របូកជាមួយនឹងដំរីបាទក្នុងចាត់បាក់តេរីចំនួន250ក្រាមដែលបូកទៅនឹងថ្នាំតកៅបាទពពួកសត្វល្អិតគឺដំរីប្រូផេនចំនួនបាទ500មីលីលីត្រផងដែរនៅក្នុងទឹក1000លីត្រហើយជាលទ្ធផលដោយបងប្អូនបានមើលឃើញជាស្ដែងអញ្ចឹងឥឡូវនេះយើងឃើញថាចំពោះក្តឹបស្វាយរបស់គាត់ភ្លឺរលោងបាទស្អាតមានរាងបាទវែងអញ្ចឹងយើងនឹងទៅមើលដើមផ្សេងៗទៀតតោះបងអញ្ចឹងបងជួយនោមខ្ញុំទៅមើលដើមផ្សេងៗទៀតថាវាផ្លែអញ្ចឹងឬក៏យ៉ាងណាចំនួនដើមដែលបងធ្វើទាំងអស់វាសរុបប្រហែលដើមដែរបងវាគិតទាំងយើងដាំបណ្ដោយនឹង700ដើមដើមតូចខ្លះដើមធំខ្លះអញ្ចឹងវាដីភ្នំវាមិនសូវថាបានប៉ុនគ្នាដាំតកគ្នាទាំងអស់តែចាប់អារម្មណ៍ថាចំពោះផ្លែក្រោយពីយើងបាញ់ឃើញថាភ្លឺរលោងហើយរាងវែងស្អាតបងណាហ្នឹងហើយបាទ